ជំរាបសួរសួស្តីទាំងអស់គ្នាខ្ញុំ Blue Sky មេឃតឹងតឹង Welcome back ជាមួយនឹងវីដេអូថ្មីរបស់ខ្ញុំគឺថាម៉ោង2កន្លះព្រឹកហើយទាំងអស់គ្នាអើយអត់ដេកអត់ពួនទេដោយសារថ្ងៃហ្នឹងចាំទទួលទេវតាបន្ទាប់មកក៏ទៅមុជទឹកកក់សក់លាប skin care អីចឹងណាពួកអីទេវតាចុះខ្ទង់ម៉ោង4ម៉ាននាទីផ្លេចបាត់ហើយ48នាទីហ្នឹងហើយទាំងអស់គ្នាបន្ទាប់ពីផ្លុំសក់ហើយក៏ថាសម្រាប់ចិត្តថាដេកចាដេកគឺម៉ោង4ភ្លឺបន្ទាប់មកក៏យើងងើបមកទុងតាំងមកសំពះទេវតាឆ្នាំថ្មីចាអត់សុំអីច្រើនទេគាត់តែចង់បានសេចក្តីសុខមានភាពរីករាយច្រើនជាងមុនតែប៉ុណ្្នឹងឯងហើយរាល់បុណ្យដែលបានសាងនឹងក៏ចង់វេទៅកាន់ម្ចាស់កម្មពៀទាំងឡាយកុំឲ្យជាប់គ្នាទៀតចឹងណាឲ្យផ្ដាច់ធម្មជាតិនឹងទៅបន្ទាប់មកអ្នកទាំងអស់គ្នាអើយម៉ោង6ជាងបាទខ្ញុំបើកភ្នែកគឺថាមេឃភ្លៀងគឺម៉ាក់ប៉ាអីបានរៀបចំចង្ហាន់ហើយគឺថ្ងៃហ្នឹងយើងទៅវត្តទាំងអស់គ្នាចឹងណានេះគឺដាក់មលមកទៅចាគឺប៉ាប៉ាអ្នកដប់ត្មងហើយនេះខ្ញុំជាមួយនឹងក្មួយប្រុសដសានខ្ជិះខ្ជូតរបស់ខ្ញុំចាគឺថាមុននឹងយើងទៅវត្តក៏យើងបានយកម្ហូបអាហារទៅជូនយាយពួកអីមុនយើងទៅយើងអត់ភ្លេចទេព្រះកន្លងហើយបើកន្លែងនេះបងស្រីធំរបស់ខ្ញុំហ្នឹងគឺជូនលុយម៉ាក់ហើយប៉ាខ្ញុំបានជូនហើយតែអត់បានជូនថ្ងៃចូលឆ្នាំឯងជូនមុនថ្ងៃចូលឆ្នាំបន្តិចតោះមកយើងមករកអីញ៉ាំចាគឺមកទេសនៅនឹងឆ្ងាញ់មែនតើបន្ទាប់មកខ្ញុំអត់បានជិះលម៉ោអេដោយសារតែបងប្អូនជីដូនមួយរបស់ខ្ញុំយើងត្រូវទៅមួយគ្នាអញ្ចឹងខ្ញុំក៏ជិះម៉ូតូទៅគឺថាតាមផ្លូវទៅរៀងស្ទះដែរអ្នកទាំងអស់គ្នាដោយសារតែវត្តដែលខ្ញុំទៅហ្នឹងមិនមែនវត្តនៅក្នុងក្រុងសៀមរាបទេវត្តនៅចិត្តប្រាសាទអង្គរធំចង់ភ្លេចឈ្មោះបាត់ហើយកំឡុងពេលហ្នឹងគឺខ្ញុំមកដល់វត្តមុនអញ្ចឹងក៏ខ្ញុំមកថតរូបលេងអ្នកដាក់ទូរស័ព្ទនៅលើដើមឈើអីចឹងណាយើងធ្វើកវីកវត្តទៅចាំប៉ាម៉ាក់ខ្ញុំបងស្រីខ្ញុំហើយក្មួយខ្ញុំមកដល់អញ្ចឹងមិនយើងយកចង្ហាន់ទៅប្រគេនលោកតាទាំងអស់គ្នាហើយនេះគឺជាវត្តដែលខ្ញុំបានទៅនឹងឯងអត់ចាំឈ្មោះទេហើយក៏អត់មានអីដែរអ្នកទាំងអស់គ្នាអើយថ្ងៃហ្នឹងគឺបានតែប៉ុណ្្នឹងឯងចូលឆ្នាំថ្ងៃទី1បន្ទាប់ពីមកពីវត្តវិញគឺដេកផ្ទះស្អាតបាយបាយ love you ជប់